អាហារចំនួន5មុខដែលជួយបង្កើនកម្រិតហូម៉ូនតេស្តូស្តេរ៉ូនដោយធម្មជាតិទី1មានផ្ទុកសារធាតុសង្កូសេយ៉ាងច្រើនដែលជាសារធាតុរ៉ែសំខាន់សម្រាប់ការផលិតហូម៉ូនតេស្តូស្តេរ៉ូនកម្រិតសារធាតុសង្កូសេទាបគឺទាក់ទងនឹងការថយចុះហូម៉ូនតេស្តូស្តេរ៉ូនធ្វើឲ្យជីជម្រៅដ៏ល្អឥតខ្ចោះដើម្បីជួយថែរក្សាកម្រិតហូម៉ូនឲ្យមានសុខភាពល្អទី2ផ្លែបឺរ Avocados ដែលសម្បូរទៅដោយខ្លាញ់មិនឆ្អែតតែមួយផ្លែបឺរផ្ដល់នូវសារធាតុផ្សំដែលរាងកាយរបស់អ្នកត្រូវការដើម្បីផលិតហូម៉ូនតេស្តូស្តេរ៉ូនពួកវាក៏មានផ្ទុកនូវជាតិសរសៃនិងវីតាមីនដែលរួមចំណែកដល់សុខភាពទូទៅផងដែរទី3ពណ៌ខ្សាយពងមាន់មិនមែនគ្រាន់តែសម្រាប់អាហារពេលព្រឹកនោះទេពួកវាមានផ្ទុកវីតាមីនដែលរាងកាយរបស់អ្នកត្រូវការដើម្បីផលិតហូម៉ូនតេស្តូស្តេរ៉ូនរក្សាពណ៌ខ្សាយពងមាន់ឲ្យនៅដដែលហើយជៀសវាងការញ៉ាំតែពណ៌សពងមាន់ដែលកែច្នៃខ្លាំងពេកទី4ត្រីសាម៉ុងនិងត្រីខ្លាញ់ផ្សេងទៀតដែលសម្បូរទៅដោយវីតាមីននិងអូមេហ្គា3អាហារទាំងពីរនេះប្រយុទ្ធប្រឆាំងនឹងការរលាកនិងជួយឲ្យរាងកាយរបស់អ្នកផលិតហូម៉ូនតេស្តូស្តេរ៉ូនបានច្រើនជាងមុនយកវាទៅអាំងដុតឬដាក់ក្នុងស្លាតជាការស្រេចទី5ប៉ោប៉ាយ Spice Spinach មិនមែនចេះតែនិយាយទេបន្លែស្លឹកបៃតងគឺជាប្រភពដ៏សម្បូរទៅដោយម៉ាញ៉េស្យូមដែលការសិក្សាបានបង្ហាញថាទាក់ទងនឹងកម្រិតហូម៉ូនតេស្តូស្តេរ៉ូនសេរីខ្ពស់ញ៉ាំវាឆៅក្នុងស្លាតឬឆាជាមួយខ្ទឹមដើម្បីទទួលបានរសជាតិឆ្ងាញ់បំផុតទី6ផ្លែខ្ទឹមផ្លែឈើពណ៌ក្រហមនេះមិនត្រឹមតែស្អាតនោះទេវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយដល់លំហូរឈាមនិងទល់ឲ្យភាពហូម៉ូនឲ្យមានសុខភាពល្អផឹកទឹកផ្លែឈើនេះឬប្រោះគ្រាប់វាម្ដុំការដើម្បីបង្កើនសុខភាពភ្លាមតាមដានខ្ញុំដើម្បីបង្កើនសុខភាពរបស់អ្នក